nơi lưng nghịch mình ấy nhom cái nào tham hiệp prasang pram tang trong ca nghĩaในអង្គភាពនៃនិពន្ធបញ្ញាញាណបានទៅចូលរួមកម្មវិធីទេសចរអំណានដែលរៀបចំឡើងដោយលោកគ្រូអុកវ៉ាន់ដេដែលជាស្ថាបនិកសាលាដូងនៅគិរីរម្យដែលគាត់ធ្វើបេសកកម្មគ្រប់ខេត្តក្រុងនៅក្នុងទេសចរអំណានហើយប្រហែលថ្ងៃមកនេះគឺធ្វើនៅខេត្តកំពង់ចាមរបស់យើងហើយកម្មវិធីនេះនឹងបញ្ចប់នៅថ្ងៃច័ន្ទទី31ខែមិនិនាខាងមុខនេះឯខ្ញុំគណៈអាត្មាភាពព្រមទាំងក្រុមការងារបានទៅចូលរួមអានហើយក៏មាននៅសម្ភារៈមានសិភៅនិងថវិកាមួយចំនួនតូចដើម្បីឧបត្ថម្ភដល់គាត់ផងដែរហើយខ្ញុំអាត្មាសូមសរសើរចំពោះការលះបង់របស់គាត់ដែលធ្វើដើម្បីសង្គមរបស់យើងហើយជាពិសេសគឺចង់ឲ្យពលរដ្ឋខ្មែរគឺចាប់អារម្មណ៍ជាមួយនឹងការអានសិភៅពីព្រោះការអានសិភៅនេះគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់បណ្ដុះផ្នត់គំនិតសម្រាប់ផ្ដល់នៅការគិតមួយដ៏ត្រឹមត្រូវប្រសិនបើក្នុងមួយជីវិតនេះយើងខ្វះនៅការអានមានន័យថាជីវិតនេះគឺមិនបរិបូរណ៍មិនគ្រប់គ្រាន់នោះទេពីព្រោះនៅពេលដែលយើងបានអានសៀវភៅវាធ្វើឲ្យយើងកាត់បន្ថយ stress វាធ្វើឲ្យយើងមានគំនិតបញ្ញាជាងមុនវាធ្វើឲ្យយើងបានយល់ដឹងទាំងផ្នែកអក្សរសាស្ត្រទាំងផ្នែកនិយាយរួមថាគឺអ្វីៗទាំងអស់គឺវានៅក្នុងអំណាចនឹងឯងបើសិនបើយើងអត់អានទេគឺទាំងចំណេះដឹងផ្សេងបូកជាមួយនឹងភាសាជាដើមនោះគឺយើងពុំច្បាស់លាស់ទេហើយជាពិសេសមួយទៀតគេរកឃើញថាបុគ្គលដែលអានសៀវភៅច្រើនគឺមិនសូវវង្វេងទេណាពេលចាស់ទៅណាគឺមិនសូវវង្វេងទេហើយមានអាយុវែងទៀតពីព្រោះពេលដែលយើងអានគឺយើងបដោតគឺយើងប្រើខួរក្បាលប៉ុន្តែបើយើងអត់អានសៀវភៅទេគឺខួរក្បាលយើងស្ពឹកខួរក្បាលយើងគាំងណារបៀបដូចជារបស់ដែលយើងមានហើយយើងអត់ប្រើអញ្ចឹងស្អីក៏ដោយឡានក៏ដោយកុំព្យូទ័រក៏ដោយចបក៏ដោយតែយើងអត់ប្រើវាចេះស៊ីវាម៉ាស៊ីនវាអត់ដើរដូចឡានđấyបើសិនអត់ប្រើទុកចោលគឺគាំងម៉ាស៊ីនណាហើយខួរក្បាលរបស់យើងដូចគ្នាបើសិនបើយើងអត់មានការសិក្សារៀនសូត្រអត់មានការអានអត់មានការស្វែងយល់អត់ប្រើនិយាយចំថាអត់ប្រើក្បាលអត់ប្រើខួរដែលធម្មជាតិឲ្យមានមកនេះគឺធ្វើឲ្យយើងគាំងហើយគាំងនេះគាំងរហូតទាំងចំណេះដឹងរហូតដល់ប្រព័ន្ធប្រសាទដែលធ្វើឲ្យយើងអាយុខ្លីនៅស្រុកគេជឿនលឿនគឺគេអានណាគឺគេអានយល់តែមែនតើហើយជាពិសេសទៅទៀតបុគ្គលដែលជោគជ័យនៅក្នុងមុខជំនួញដូចយ៉ាង Bill Gates ដូចយ៉ាង Warren Buffett Jeff Bezos មហាសេដ្ឋីពិភពលោក Elon Musk ហើយជាដើមគឺមិនចោលនៅការអានសៀវភៅឡើយហើយយើងចេះឆ្ងល់ថាចុះបើគេមានប៉ុណ្ណឹងហើយគេខំអានខំរៀនទៅអីទៀតតាមពិតអ្នកដែលគេយល់ដឹងពីផលប្រយោជន៍នៃការអានសៀវភៅហ្នឹងគឺគេមិនអានត្រឹមតែដើម្បីមុខចំនួនរបស់គេទេគឺគេអានដើម្បីសុខភាពគេអានដើម្បីការយល់ដឹងពីព្រោះការយល់ដឹងនេះគឺគ្មានទីបំផុតទេបើសិនជាអត់អានអត់សិក្សាអត់រៀនសូត្រគឺសុខភាពក៏វាមិនល្អអាយុក៏វាខ្លីទៅតាមហ្នឹងពីព្រោះយើងមានរបស់ហើយយើងមិនប្រើយើងទុកហើយយើងប្រើតែកម្លាំងអញ្ចឹងទៅអញ្ចឹងយើងភ្លេចប្រើខួរក្បាលដល់ពេលវាគាំងអាខួរក្បាលនឹងឯងអញ្ចឹងទេការអានសៀវភៅនេះគឺពិតជាសំខាន់
តែកូនខ្មែរយើងចាប់ពីពេលនេះទៅគួរតែចាប់អារម្មណ៍ណាយើងកាត់បន្ថយទូរស័ព្ទកាត់បន្ថយហ្គេមកាត់បន្ថយអីផ្សេងជាពិសេសយុវជនហ្នឹងគឺយើងមកបដោតជាមួយនឹងការអានសៀវភៅឲ្យបានច្រើនហើយសម្បីនៅវត្តគ្រីសាលវ័នវត្តថ្មីរបស់យើងក៏យើងមាននៅបណ្ណាល័យប៉ុន្តែនៅបច្ចុប្បន្ននេះបណ្ណាល័យរបស់យើងគឺអសកម្មបន្តិចណាដោយសារតែលក្ខណៈបច្ចេកទេសយើងរៀបមិនទាន់ស្រួលក៏ប៉ុន្តែមិនយូរទេល្បាក់មួយឆ្នាំ2ឆ្នាំទៀតយើងនឹងមានបណ្ណាល័យមួយស្អាតនៅជាន់ទី3នៃអគារពុទ្ធិកសិក្សាអគារសិក្សារបស់យើងធំទូលំទូលាយហើយមានសៀវភៅរាប់ម៉ឺនក្បាលអញ្ចឹងបងប្អូនសិក្ខាកាមអ្នកចង់ចេះចង់ដឹងគឺនឹងមានឱកាសបានមកអានមកសិក្សារៀនសូត្រនៅសៀវភៅគ្រប់ប្រភេទទាំងអស់នៅក្នុងបណ្ណាល័យដ៏ធំរបស់យើងគឺនៅលើអគារជាន់ទី3គឺមកល្វែងផ្នែកពីចដៅឡើងមកលិចហ្នឹងគឺជាបណ្ណាល័យទាំងអស់អញ្ចឹងគឺបងប្អូនទាំងក្មេងទាំងចាស់ទាំងប្រុសទាំងស្រីអាចឆ្លៀតពេលមកអានបានដើម្បីបង្កើនចំណេះដឹងដើម្បីបង្កើនគំនិតទោះបីជាយើងនៅក្នុងវ័យណាក៏ដោយគឺការដែលយើងលះបង់ពេលវេលាដើម្បីអានសៀវភៅទទួលបានចំណេះដឹងគឺជាការពង្រីកសមត្ថភាពគឺជាការធ្វើឲ្យអាយុយើងចម្រើនធ្វើឲ្យការគិតរបស់យើងវាងវៃធ្វើឲ្យការវង្វេងរបស់យើងកាត់បន្ថយជាពិសេសគឺ stress ភាពតានតឹងទាំងប្រមាណនៅពេលដែលយើងបដោតទៅលើការអានយើងជក់ចិត្តទៅលើសៀវភៅណាមួយមេរៀនណាមួយដែលយើងអានជក់ចិត្តគឺពេលវេលាលឿនមែនតើណាបាត់ពិសោធន៍ខ្ញុំណានមកភាពនៅពេលដែលយើងជក់ចិត្តក្នុងការអាន1ម៉ោងទៅ1ម៉ោងដូច1នាទីទៅ1នាទីអញ្ចឹងណាមួយថ្ងៃមួយផ្លេតនេះនៅពេលដែលយើងជក់ចិត្តក្នុងការអានហើយពេលវេលាលឿនហើយយើងមានអារម្មណ៍ស្រឡះស្រឡំល្អណាស់ណាតើតែយើងចូលខ្លួនក្នុងការអានសៀវភៅបានយើងដឹងថាការជក់ចិត្តក្នុងការអាននេះគឺពិតជាធ្វើឲ្យយើងយល់ដឹងតម្លៃនៃពេលវេលាណាធ្វើឲ្យយើងចាប់ផ្ដើមស្គាល់ពីតម្លៃនៃពេលវេលាណាធ្វើឲ្យយើងមានអារម្មណ៍ថាស្គាល់ពិភពលោកច្រើនជាងមុនស្គាល់អ្នកដទៃអ្នកជុំវិញច្រើនជាងមុនមានគំនិតទូលំទូលាយជាងមុនណាហើយក៏មានគំនិតមួយទៀតថាអ្វីដែលយើងត្រូវចេះអ្វីដែលយើងត្រូវដឹងហ្នឹងគឺនៅមានច្រើនហើយគ្មានទីបំផុតតែបើយើងមិនអានទេគឺអាគំនិតបែបហ្នឹងចេញមិនរួចទេហើយស្រួយច្រឡំថាខ្លួនឯងចេះទៀតផងចឹងទេពលរដ្ឋខ្មែរក្នុងអាត្មាមើលឃើញថាការចាប់ផ្ដើមអានគឺចាប់ផ្ដើមមានណាអញ្ចឹងគឺយើងត្រូវជំរុញឲ្យវត្តអារាមក៏ដូចជាទីសាធារណៈគឺមានសៀវភៅមានបណ្ណាល័យគឺជាការល្អណាស់ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរយើងទាំងក្មេងចាស់ប្រុសស្រីគឺមានកន្លែងអានឬក៏មានសៀវភៅអានពីព្រោះដែលខ្ញុំអាត្មាបានបើកបណ្ណាល័យកន្លងមកគឺមិនខ្វះអ្នកមកអានទេប៉ុន្តែគាត់ថាចាស់ទុំអីមិនសូវមានប៉ុន្តែក្មេងៗអីគឺឲ្យតែមានសៀវភៅថ្មីសៀវភៅប្លែកគឺគាត់ចូលចិត្តអានអញ្ចឹងទេការដែលយើងបង្កើតឲ្យមានកម្មវិធីអានគឺពិតជាមានហើយវាមិនមកទាំងអស់ទេប៉ុន្តែគឺមួយចំនួនហ្នឹងគឺគាត់ចាប់ផ្ដើមអានអញ្ចឹងទេសូមផ្ដាំទៅដល់អ្នកដែលមិនទាន់ជក់ចិត្តក្នុងការអានគឺយើងចាប់ផ្ដើមអានសៀវភៅឲ្យដកពេលចេញពីការមើលទូរស័ព្ទដល់ប្រយោជន៍មកកាន់ការអានសៀវភៅដើម្បីប្រមូលផ្ដុំការចេះដឹងណាពេលយើងចេះដឹងសូម្បីតែយើងធ្វើការងារផ្សេងក៏កាន់តែរីកចម្រើនជាងមុនបើយើងធ្វើអាជីវកម្មផ្សេងផ្ទាល់ខ្លួនកាន់តែមានគំនិតជាងមុនកាន់តែរីកចម្រើនជាងមុនចឹងទេការអានសៀវភៅពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សជាតិដែលវិវត្តខ្លួនពីភាពល្ងងខ្លៅទៅរកការចេះដឹងគឺតាមរយៈនៃការអានការសិក្សារៀនសូត្រនេះឯង